ឃើញថាអេមបាទជួបគ្នាសាជាថ្មីម្ដងទៀតហើយបងប្អូននឹងជាមួយនឹងវីដេអូផ្លែកៗរបស់ខ្ញុំទាក់ទងនឹងការកែច្នៃបច្ចេកទេសថ្មីផ្លែកៗរបស់ខ្ញុំអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំនឹងធ្វើពីឡានច្នៃឡានប៉ុណ្ណឹងរបស់យើងទៀតហើយគឺលើកមុនខ្ញុំចេញវីដេអូតែទាក់ទងនឹងការប្រើប្រាស់នៃឡានវិជារបស់យើងនេះអញ្ចឹងឥឡូវវីដេអូថ្ងៃនេះផងដែរខ្ញុំនឹងធ្វើពីការរៀបចំតុបតែងឡានរបស់យើងឲ្យមានសោភ័ណភាពស្រស់ស្អាតឡើងវិញព្រោះវីដេអូមុនគឺយើងឃើញជាក់ស្ដែងហ្នឹងគឺវាមានរូបរាងបែបនេះអត់មានគម្របអត់មានរូបរាងស្អាតទេគឺយើងបកគម្របចេញបាត់មានសល់តែឆ្អឹងវាអញ្ចឹងវាអត់ស្រស់ស្អាតទេអញ្ចឹងថ្ងៃនេះផងដែរខ្ញុំនឹងធ្វើវីដេអូពីការកែច្នៃជើងចាប់គម្របវាសារជាថ្មីឲ្យវាស្រស់ស្អាតឡើងវិញហេតុអីបានជាវីដេអូមុនខ្ញុំអត់ដាក់គម្របទេដោយសារតែយើងបានកែច្នៃគ្រឿងរបស់វាព្រោះអីគ្រឿងវាគឺខូចបាត់ហើយបតស៊ីនវាពីដើមព្រោះវាខូចបាត់អញ្ចឹងយើងរត់ទិញបតនឹងមកដាក់អត់បានឥឡូវយើងទិញប្រភេទជាបតកែច្នៃផ្សេងយកមកដាក់តែដាក់ទៅគឺវាអត់ត្រូវរូបរាងដើមរបស់វាអញ្ចឹងយើងត្រូវការកែច្នៃអញ្ចឹងថ្ងៃនេះយើងនឹងមករៀបចំវាឲ្យវាមានសោភ័ណភាពស្រស់ស្អាតឡើងវិញអញ្ចឹងឥឡូវរូបរាងមុននឹងយើងកែច្នៃគឺរូបរាងវាបែបនេះហើយឥឡូវយើងកំពុងតែគិតមើលថាតើត្រូវកែច្នៃរុនខ្ចៅថ្មីកន្លែងណាដើម្បីចាប់ជាមួយនឹងគម្របវានេះគម្របស៊ីនវាវិញគឺយើងឥឡូវយើងដាក់ទៅវាទើសព្រោះអីថ្មយើងធំជាងមុនហើយអាគ្រឿងវានេះក៏វាធំជាងមុនដែរអញ្ចឹងយើងដាក់គម្របទៅអត់ចិត្តបិទទៅអត់ចិត្តវាកល់អញ្ចឹងឥឡូវយើងកំពុងតែរកវិធីសាស្ត្រដើម្បីដាក់កន្លែងទើសទៅណាហើយដើម្បីឲ្យចាប់គម្របវានេះទៅវាត្រឹមត្រូវវាស្អាតដូចដើមរបស់វាវិញអញ្ចឹងឥឡូវតិចទៀតយើងនឹងជួបគ្នាម្ដងទៀតបន្ទាប់ពីខ្ញុំកែច្នៃនៅជើងចាប់គម្របវារួចរាល់អស់អញ្ចឹងឥឡូវយើងចាប់ដើមកែច្នៃទាំងអស់គ្នាទៅអញ្ចឹងឥឡូវយើងរកវិធីសាស្ត្រដើម្បីចាប់ខ្ចៅឃើញអញ្ចឹងអីយើងមើលឃើញថាកន្លែងនេះកន្លែងគល់បុំរបស់វាមានរុន2នេះទៅនេះអញ្ចឹងយើងអាចច្នៃចាប់ខ្ចៅជាមួយអាហ្នឹងដើម្បីចាប់ជាមួយគម្របយើងខាងលើបានហើយខាងមុខវិញក៏មានរុន2ទៀតដែរគឺរុនហ្នឹងគឺសម្រាប់ចាប់ជាមួយគម្របវាពីដើមមកប៉ុន្តែឥឡូវយើងដាក់ជើងហ្នឹងក៏អត់កើតដែរព្រោះវាកល់ថ្មហើយកន្លែងដាក់ថ្មក៏យើងរកឃើញដែរគឺដាក់ប្លោះនេះយើងដាក់អញ្ចឹងវាអត់កល់ទេដាក់អញ្ចឹងរួចយើងបិទកាវជាមួយនឹងដុំសាវ៉ូយើងនេះរួចយើងរឹតខ្សែរឹតយើងបន្ថែមទៀតមកកុំឲ្យវារបូតអញ្ចឹងប៉ុណ្ណឹងយើងអាចគ្របគម្របបានហើយអញ្ចឹងឥឡូវយើងចាប់ដើមច្នៃបន្តទៅទៀតហើយបន្តិចទៀតបន្ទាប់ពីចាប់រួចរាល់ខ្ញុំនឹងបង្ហាញដល់បងប្អូនអស់គ្នាទៀតអញ្ចឹងយើងជួបគ្នាតិចទៀតឥឡូវនេះបន្ទាប់ពីយើងបានកែច្នៃជើងចាប់វាហើយឥឡូវយើងចាប់ផ្ដើមតម្លើងយកតែម្ដងឥឡូវយើងចាប់ផ្ដើមចាប់ខ្ចៅវាយកហើយយើងបានស្រីស្រងត្រូវហើយអស់ឥឡូវយើងចាប់ផ្ដើមចាប់
បាទឥឡូវយើងមកជួបគ្នានៅវគ្គបន្តទៀតឥឡូវនេះឡានរបស់យើងគឺយើងបានកែច្នៃរួចរាល់អស់ហើយគឺបែបនេះយ៉ាងម៉េចដែរអ្នកបងប្អូនយល់ថាយ៉ាងម៉េចដែរការកែច្នៃបែបនេះចឹងអានេះយើងមានជ័រ2កណាត់យើងចោះរុនកដាលនេះ2ដើម្បីចាប់ជាប់ជាមួយនឹងសាក់ស៊ីវាហើយរុន2ទៀតគឺយើងទុកចាប់ជាមួយគម្របយើងបាញ់វិសពីលើចាប់គម្របហើយហើយខាងក្រោយក៏អញ្ចឹងដែរនេះយើង2នេះចាប់ជាមួយតួហើយនេះយើងសម្រាប់ចាប់បាញ់វិសពីខាងក្រៅមកវិញហើយខាងក្នុងក៏យើងរៀបចំឲ្យអត់ដែរខ្សែភ្លើងឲ្យយើងបត់ឲ្យចងវារឹតវាឡើងមកអេមអស់ហើយថ្មក៏អញ្ចឹងដែរថ្មគឺយើងញាត់ចូលប្លោះកដាលវាអត់មានទិសគម្របទៀតទេគឺហើយយើងចងខ្សែវាបន្ថែមទៀតដើម្បីកុំឲ្យបូតបិទកាវមកកងហើយយើងរឹតខ្សែនឹងទៀតចឹងម៉ាស៊ីនវាក៏ចឹងដែរ EFC ហើយ receiver គឺយើងចូលទៅក្នុងកណ្ដាលហើយនៅក្នុងកណ្ដាលវិញហើយមកហើយទៅទីហើយឥឡូវយើងចាក់ឲ្យទៅសម្រាប់វាបាទដូចតែតែយើងជិះហើយយើងត្រួតមកវាហើយយើងមកវាទៅពីគ្រាប់ទៅក្រោយពីគ្រាប់ទៅអត់យួនគ្រាប់ចូលវាត្រូវអស់សម្រាប់មកវិញទៅខាងទីត្រូវទៀតអូខេហើយដូចស្ភាពដើមរបស់វា original របស់វាវិញហ្នឹងស្អាតយ៉ាងដែរតាយល់ថាយ៉ាងម៉េចដែរបងប្អូនអ្នកបន្ទាប់ពីយើងឆ្នៃចាប់គម្របដើមវាមកវិញមកគឺស្រស់ស្អាតដូច original របស់វាអាចតែស្អាតជាងផងហើយរឹងមាំជាងចឹងឥឡូវការកែច្នៃរបស់យើងបានចប់អស់ហើយឥឡូវយើងទៅតេស្តសាកល្បងម្ដងតើវាមានបញ្ហាអីអត់អញ្ចឹងកុងតាក់គឺខ្ញុំច្នៃដាក់កន្លែងនេះនេះគឺយើងលូកដៃបើកកន្លោះហ្នឹងមកហើយលូកនេះវាសុវត្ថិភាពពួកអីវាបើពេលយើងលីងចូលទឹកចូលអីវាអត់អាចឆ្លងភ្លើងអញ្ចឹងយើងដាក់ខាងក្នុងកុំដាក់ខាងក្រៅហើយមួយទៀតខ្សែសាក់ថ្មគឺយើងនៅខាងនេះពេលដែលអស់ថ្មយើងទាញវាមកខាងក្រៅសាក់បាទរួចចាំយើងរុញទៅវិញអញ្ចឹងសំខាន់ទៅពីកន្លែងហ្នឹងទេគឺកុងតាក់សម្រាប់បិទបើកហើយនឹងឆ្នាំងសាក់នៅពេលដែលយើងអស់ថ្មអញ្ចឹងឥឡូវយើងបើកម៉ាស៊ីនឡានយើងហើយតែយើងនៅតេឡេឥឡូវយើងមកកណិតជាមួយតេឡេយើងទៀតឥឡូវកណិតគ្នាភ្ជាប់គ្នាហើយសាក់មើលដំណើរការមិនដែរអូអេមឃើញថាអេមអេមឥឡូវការកែច្នៃរបស់យើងហ្នឹងគឺជោគជ័យហើយឡានប៉ុណ្ណឹងរបស់យើងក៏ស្អាតជាងមុនដែរ
អញ្ចឹងវីដេអូថ្ងៃនេះគឺមានត្រឹមហ្នឹងទេបងប្អូនហើយវីដេអូក្រោយខ្ញុំនឹងយកទៅតេស្តសាកល្បងនៅលើដីផ្ទាល់តើវាល្អជាងមុនឬក៏លយជាងមុនមិនដែរចឹងឥឡូវថ្ងៃនេះវីដេអូយើងគឺត្រឹមហ្នឹងទេបងប្អូនហើយក៏សូមសំណូមពរដល់បងប្អូនបើសិនជាចូលចិត្តវីដេអូរបស់ខ្ញុំចង់ឲ្យខ្ញុំធ្វើវីដេអូបែបកែច្នៃអញ្ចឹងតទៅទៀតសូមបងប្អូនជួយគាំទ្រ Channel របស់ខ្ញុំដោយការចុច Subscribe ម្នាក់មួយមកក៏ដូចជា Like និង Share ផងដើម្បីខ្ញុំមានទឹកចិត្តធ្វើវីដេអូកែច្នៃបន្តទៅទៀតគឺនេះជាជំហានដំបូងរបស់ខ្ញុំទេបងប្អូនគឺខ្ញុំចាប់ផ្ដើមពីឡានច្នៃនេះទៅមុនចឹងវីដេអូបន្ទាប់ពីចប់វគ្គឡានច្នៃនេះខ្ញុំនឹងធ្វើវីដេអូបែបកែច្នៃប្លែកៗតទៅទៀតតាក់ទងទៅនឹងបច្ចេកទេសក៏ដូចជាបច្ចេកវិទ្យាថ្មីតាក់ទងទៅនឹងគ្រឿងយន្តក៏ដូចជាគ្រឿងអេឡិចត្រូនិកមួយចំនួនទៀតបងប្អូនអញ្ចឹងវីដេអូថ្ងៃនេះតាមហ្នឹងទេអរគុណជម្រាបលាទាំងអស់គ្នា